ជំរាបសួរពុកម៉ែបងប្អូនយើងបានឃើញព័ត៌មានជាមួយនឹងសហរដ្ឋអាមេរិកចាស្ថានទូតអាមេរិកក៏ដូចជារដ្ឋាភិបាលអាមេរិកបានបញ្ជូន FBI មកដើម្បីបង្ក្រាប scam online នៅប្រទេសខ្មែរយើងហើយខ្ញុំបានឃើញសេចក្តីប្រកាសរបស់ FBI ហើយនឹង UN ក៏ដូចជាសហរដ្ឋអាមេរិកហ្នឹងអំពីសមិទ្ធផលនៃការបង្ក្រាបឧក្រិដ្ឋកម្ម online scam online នៅកម្ពុជានៅក្នុងនោះគឺគេបានប្រកាសថាមានជនរងគ្រោះរាប់ពាន់នាក់បានរំដោះហើយក៏បានចាប់ជនល្មើសជាច្រើនផងដែរប៉ុន្តែគួរឲ្យសោកស្ដាយតំណាងឲ្យសហរដ្ឋអាមេរិកហ្នឹង FBI ហ្នឹងគឺគាត់បានលើកឡើងថាចាប់បានតែអ្នកក្រោមចាប់បានតែកូនចៅចាប់បានតែអ្នកអនុវត្តប៉ុន្តែមេខាងលើហ្នឹងគឺនៅតែមិនទាន់ចាប់បាននៅឡើយអញ្ចឹងហើយក្តីបារម្ភរបស់យើងក៏ដូចជាអន្តរជាតិនៅតែបារម្ភថាការបង្ក្រាប scam online ដែលដឹកនាំដោយលោកហ៊ុនម៉ាណែតហ្នឹងគឺមិនមានប្រសិទ្ធភាពទេអញ្ចឹងយើងមើលឃើញថាចាំមើលថា FBI គាត់នឹងបន្តអនុវត្តការបង្ក្រាបហ្នឹងបែបណាទៀតចានៅក្នុងករណីហ្នឹងដែរគឺខ្ញុំបានធ្វើការបង្ហោះវីដេអូមួយទាក់ទងជាមួយនឹងការចាប់ចម្រិតវាគឺជាឧក្រិដ្ឋកម្មអនឡាញមួយដែរចាអ្នកដែលគាត់រងគ្រោះអ្នកដែលគាត់ត្រូវបានគេឃុំឃាំងខ្លះមួយចំនួនហ្នឹងគឺបានដោះលែងហើយប៉ុន្តែជនរងគ្រោះមួយចំនួនទៀតដែលបាត់ខ្លួនដែលត្រូវបានស្លាប់ហើយបានប្តឹងទៅតុលាការហ្នឹងគឺអត់ទាន់មានដំណោះស្រាយឬក៏មិនទាន់មានយុត្តិធម៌សម្រាប់ពួកគាត់ទេជាក់ស្ដែងដូចជាលោកយោវ៉ាន់សឹងចាដែលគាត់មានភរិយាជាជនជាតិខ្មែរណាហើយគាត់គឺជាជនរងគ្រោះមួយនៅក្នុងចំណោមជនរងគ្រោះជាច្រើនផ្សេងទៀតដែលខ្ញុំមិនដឹងទេព្រោះខ្ញុំទទួលបានព័ត៌មាននេះពីមិត្តភ័ក្តិក៏ដូចជាមិនដឹងថាជាក្រុមគ្រួសារឬយ៉ាងណាទេថ្ងៃនេះគឺខ្ញុំទទួលបានសម្បត្តិពីពួកគាត់ថែមទៀតចាដោយសារតែវីដេអូដែលខ្ញុំផុសទៅហ្នឹងគឺមានចំនួនអ្នកមើលហ្នឹងគឺ 6K ហើយគាត់ថាបច្ចុប្បន្ននេះនៅប្រទេសខ្មែរយើងទាល់តែមានអ្នកជួយនិយាយដូចខ្ញុំអញ្ចឹងណាហើយមានអ្នកជួយ share ព័ត៌មានទៅទើបយើងឃើញថាតុលាការគាត់រត់រះដោះស្រាយបញ្ហាឲ្យជនរងគ្រោះជាក់ស្ដែងដូចជាម្សិលមួយថ្ងៃអីគឺមានកម្លាំងមហាជនជាច្រើនបានជួយ share វីដេអូតាក់ទងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយជនរងគ្រោះគាត់ក៏ទទួលបានមិនទាន់ដឹងថាទទួលបានយុត្តិធម៌ឬយ៉ាងណាទេប៉ុន្តែយើងជំរុញឲ្យជនបង្កហ្នឹងគាត់ចូលមកធ្វើការសារភាពក៏ដូចជាចូលមកបកគលខ្លួនអីចឹងទៅអញ្ចឹងទាំងអស់ហ្នឹងគឺដោយសារតែមានការចូលរួមពីពុកម៉ែបងប្អូន share និយាយបញ្ចេញមតិទៅធ្វើឲ្យរឿងហ្នឹងអាចដោះស្រាយបានជាមួយគ្នានេះដែរជាមួយនឹងបញ្ហារបស់លោកយោវ៉ាន់សឹងនេះគ្រួសារជនរងគ្រោះគាត់ស្នើសុំឲ្យបងប្អូនជួយ share វីដេអូនេះឲ្យបានទៅដល់ថ្នាក់លើថ្នាក់ដឹកនាំក៏ដូចជាតុលាការជំរុញដោះស្រាយបញ្ហាឲ្យគ្រួសារនេះផងហើយក៏ដូចជាជនរងគ្រោះផ្សេងផងដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំទទួលបានសម្បត្តិមួយដែលសម្បត្តិនេះខ្ញុំមិនដឹងថាជាសម្បត្តិដែលបងប្រុសពីមុនដែលគាត់ឲ្យខ្ញុំធ្វើវីដេអូជួយនិយាយហ្នឹងឬក៏អ្នកណាផ្សេងទៀតទេជាសមាជិកគ្រួសាររបស់គាត់ឬយ៉ាងណាខ្ញុំមិនដឹងទេណាប៉ុន្តែគាត់ថាដោយសារតែបានឃើញវីដេអូរបស់ខ្ញុំហ្នឹងគឺគាត់អរគុណមែនតើដែលខ្ញុំបាននិយាយអំពីបញ្ហាហ្នឹងព្រោះអីគាត់ព្យាយាមស្វែងរកគ្រប់ស្ថាប័នឲ្យជួយរហូតដល់បងលុយឲ្យអ្នកសារព័ត៌មានមួយចំនួនហ្នឹងក៏គេមិនទាំងហ៊ានផ្សព្វផ្សាយថែមទៀតផងអញ្ចឹងក្តីសង្ឃឹមចុងក្រោយហ្នឹងគឺមានតែមហាជនដែលកំពុងតែមើលវីដេអូខ្ញុំនេះឯងជួយ share ឲ្យគាត់ផងចានៅក្នុងសេចក្តីសម្បត្តិហ្នឹងគឺគាត់ចង់បញ្ជាក់បន្ថែមអំពីបញ្ហាដែលកើតឡើងព្រោះដោយសារតែនៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងប្រហែលជាមិនទាន់រៀបរាប់លម្អិតអំពីបញ្ហាណាចាអញ្ចឹងសម្រាប់សម្បត្តិហ្នឹងគឺគាត់បានសរសេររៀបរាប់ថាមុនពេលកើតហេតុជនរងគ្រោះក្រៅពីបើកម៉ាតលក់ទំនិញចាប់ហួយគាត់ក៏មានប្រកបមុខរបរដូរប្រាក់យន់ចាជាមួយប្រាក់ដុល្លារផងដែរអញ្ចឹងមានន័យថាលើកមុនហ្នឹងគឺខ្ញុំនិយាយតាមពីម៉ាទេអញ្ចឹងគាត់ចង់បន្ថែមថាមិនមែនគាត់បើកតែម៉ាទេគឺគាត់មានដូរលុយយន់ដូរលុយដុល្លារអីហ្នឹងផងដែរចាដើម្បីរកចំណេញពីអត្រាប្តូរប្រាក់ដោយសាររបរនេះគាត់តែមានជនជាតិចិនមកដូរប្រាក់ដោយផ្ទាល់ឬតាក់ទងតាម Telegram និង WeChat ជាប្រចាំអ្នកផ្ញើសម្បត្តិមកហ្នឹងគាត់រៀបរាប់ថានៅថ្ងៃកើតហេតុមានជនម្នាក់តាក់ទងមកកំងទិញអីវ៉ាន់ក្នុងតម្លៃប្រមាណជា$2000និងស្នើឲ្យជនរងគ្រោះដឹកទំនិញទៅប្រគល់ដល់ទីតាំងប៉ុន្តែចាប់ពីថ្ងៃត្រង់រហូតដល់រសៀលមិនព្រមផ្ញើទីតាំងមកឡើយអ្នកផ្ញើសម្បត្តិជឿថាក្នុងកំឡុងពេលនោះក្រុមជនល្មើសបានរៀបចំផែនការទុកជាមុនដោយមានមនុស្ស2នាក់ជិះរថយន្ត Range Rover មករងចាំនៅមុខផ្ទះជនរងគ្រោះលុបមកដល់ប្រមាណម៉ោង4រសៀលទើបមានការផ្ញើទីតាំងជនរងគ្រោះក៏រៀបចំទំនិញដាក់លើម៉ូតូហើយចេញដំណើរប្រមាណជាម៉ោង5ល្ងាចបន្ទាប់ពីចេញទៅគាត់ក៏មិនបានត្រឡប់មកផ្ទះវិញឡើយប្រពន្ធរបស់ជនរងគ្រោះបានព្យាយាមទូរស័ព្ទជាច្រើនដងប៉ុន្តែគ្មានអ្នកលើកផ្ទុយទៅវិញមានសារត្រឡប់មកវិញថាកំពុងនៅជាមួយមិត្តភ័ក្តិផឹកតែនិងហូបអាហារអញ្ចឹងការផ្ញើសារត្រឡប់មកវិញហ្នឹងគឺសរសេរជាអក្សរហើយនៅក្នុងសម្បត្តិបានរៀបរាប់បញ្ជាក់ថា
សារទាំងនោះធ្វើឲ្យក្រុមគ្រួសារកាន់តែមានការសង្ស័យរហូតដល់ម៉ោង 9 យប់ក្រុមគ្រួសារបានសង្ស័យថាជនរងគ្រោះអាចត្រូវបានចាប់ចម្រិតព្រោះគាត់ជាជនជាតិចិននិងនៅវ័យក្មេងដែលអាចជាគោលដៅរបស់ក្រុមអ ுக ្រិតជនបន្ទាប់ពីដាក់ពាក្យបណ្ដឹងអរិយាពេល 2 ថ្ងៃទើបសមត្ថកិច្ចចាប់ផ្ដើមស៊ើបអង្កេតដោយពិនិត្យកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវនិងកាមេរ៉ារបស់អ្នកជិតខាងទើបរកឃើញថានៅវេលាម៉ោង 7 យប់ថ្ងៃកើតហេតុជនរងគ្រោះត្រូវបានចាប់បង្ខំដាក់ចូលក្នុងរថយន្តហើយនៅក្នុងសម្បត្តិបានបន្តថាទោះបីជាកាមេរ៉ាអាចចាប់បានស្លាកលេខរថយន្តក៏ដោយការស្រាវជ្រាវបានបង្ហាញថាម្ចាស់រថយន្តបានស្លាប់អស់ 8 នាក់ហើយរថយន្តត្រូវបានលក់បន្តដោយមិនបានផ្ទេរកម្មសិទ្ធិដូច្នេះសមត្ថកិច្ចអះអាងថាมันអាចកំណត់រថយន្តបានទោះយ៉ាងណាក្រុមគ្រួសារមិនបានបោះបង់ការស្វែងរកទេតាមរយៈក្រុមជួលរថយន្តពួកគាត់បានរកឃើញម្ចាស់រថយន្តពិតប្រាកដម្ចាស់រថយន្តបានប្រកល់ទិន្នន័យ GPS និងច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នកជួលឲ្យទៅសមត្ថកិច្ចនិងក្រុមគ្រួសារតាមទិន្នន័យ GPS អ្នកផ្ញើសម្បត្តិបានរៀបរាប់រថយន្តបានធ្វើដំណើរពីបុរីខៀមបញ្ញាទៅតំបន់រោងទាសង្កាត់ក្មួយខណ្ឌសែនសុខរហូតមកប្រមាណ 4 ភ្លឺថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2025 បន្ទាប់មករថយន្តបានចតនៅតំបន់ផ្សារឈុកមាសរហូតដល់ម៉ោងប្រមាណ 11 ថ្ងៃត្រង់ទើបមានមនុស្សម្នាក់បើករថយន្តទៅលាងមុនប្រកល់ជូនម្ចាស់វិញអ្នកផ្ញើសម្បត្តិបន្តថាកាមេរ៉ានៅកន្លែងលាងរថយន្តបានបង្ហាញមុខបុរសម្នាក់មានឈ្មោះយ៉ាងជីងមីងជាជនជាតិចិនចំណែកឈ្មោះលីវស៊ីវមីងត្រូវបានក្រុមគ្រួសារអះអាងថាជាមេខ្លោងដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនហេតុអ្វីបានជារហូតមកដល់ពេលនេះមេខ្លោងនិងអ្នកពាក់ព័ន្ធមួយចំនួននៅតែមិនទាន់ត្រូវបានចាប់ខ្លួនខណៈពេលដែលក្រុមគ្រួសារអះអាងថាបានប្រកល់ឈ្មោះនិងអត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធទាំងអស់ទៅឲ្យសមត្ថកិច្ចរួចហើយនៅក្នុងសម្បត្តិក៏បានសរសេរបន្ថែមថាក្រោយឃាត់ខ្លួនជនសង្ស័យបាន 48 ម៉ោងប៉ូលីសខណ្ឌសែនសុខបានបញ្ជូនសំណុំរឿងទៅតុលាការប៉ុន្តែរហូតមកដល់ពេលនេះជនសង្ស័យ 3 នាក់នៅតែមានសេរីភាពខណៈពេលដែលជោគវាសនារបស់ជនរងគ្រោះនៅមិនទាន់មានដំណឹងណាមួយនៅឡើយជាចុងក្រោយគាត់បានអំពាវនាវឲ្យចាប់ខ្លួនជនសង្ស័យគឺដោយសារសមត្ថកិច្ចស្រាវជ្រាវតាមប្រវត្តិធនាគារជនរងគ្រោះបានផ្ទេរប្រាក់ចំនួន $60,000 សហរដ្ឋអាមេរិកទៅឲ្យគណនីដែលមានឈ្មោះថាស្រេងសុផានីចាអញ្ចឹងដូចនៅក្នុងវីដេអូមុនដែលខ្ញុំបានបង្ហាញបងប្អូនអញ្ចឹងគឺចាប់បាន 5 នាក់ហើយបន្ទាប់មកនៅថ្ងៃទី 13ចាចាប់ហើយមួយថ្ងៃនៅថ្ងៃទី 13 ខែមីនាគឺអាជ្ញាធរហ្នឹងប៉ូលីសហ្នឹងគឺបានតឡាការបានដោះលែងប្តីប្រពន្ធ 2 នាក់ប្តីប្រពន្ធខ្មែរហ្នឹងដោយនិយាយថាពួកគេមិនជាប់ពាក់ព័ន្ធអីទេប៉ុន្តែជនដែលត្រូវបានដោះលែងហ្នឹងគឺជាអ្នកទទួលលុយពី account របស់ជនរងគ្រោះ $60,000 នៅក្នុងនោះក៏មាន account ជាច្រើនផ្សេងទៀតដូចជា account សម្រាប់បដូរលុយហ្នឹងគឺ account ហ៊ុយវ៉ាន់ account អីហ្នឹងគឺមានការផ្ទេរចេញ 20,000 30,000 50,000 និយាយទៅគឺសរុបទឹកប្រាក់គឺជិត 20,000 ឯណោះអញ្ចឹងជនរងគ្រោះគឺគាត់លើកឡើងថាម្ដាយជនរងគ្រោះគាត់និយាយថាគាត់ពិតជានឹកកូនប្រុសគាត់ខ្លាំងមែនតើហើយគាត់គ្រាន់តែចង់ដឹងថាតើករណីរបស់កូនប្រុសគាត់ពេលណាទៅបញ្ចប់ពេលណាទៅតឡាការដោះស្រាយសងសំណង $50,000 ដែលបានកំណត់នឹងឲ្យមកគ្រួសារជនរងគ្រោះជាពិសេសអ្វីដែលគាត់ចង់ដឹងបំផុតតើជនរងគ្រោះនៅមានជីវិតឬក៏ស្លាប់ហើយអញ្ចឹងត្រង់ចំណុចហ្នឹងគឺជាភាពសពិចសពិលខ្លាំងមែនតើសម្រាប់ជនរងគ្រោះដូច្នេះនៅក្នុងករណីនេះគឺខ្ញុំចង់ឲ្យបងប្អូនជួយ share ហើយក៏មិនមែនមានតែករណីហ្នឹងមួយដែរបងប្អូនឃើញប្រជាពលរដ្ឋចិនខ្មែរយើងដែលគាត់ទៅធ្វើការទាមទារតវ៉ានៅមុខហ៊ុយវ៉ាន់ហ្នឹងនៅក្នុងចំណោមពួកគាត់ទាំងអស់ហ្នឹងក៏មានសមាជិកគ្រួសាររបស់ពួកគាត់ខ្លះហ្នឹងក៏ទទួលរងនឹងការចាប់ចម្រិតបែបហ្នឹងដែរចាអញ្ចឹងភ្ជាប់ជាមួយនឹងព័ត៌មានកាលពីម្សិលមិញតាក់ទងនឹងការបាត់ខ្លួនក្មេងស្រីម្នាក់ដែលគាត់មកពីប្រទេសសិង្ហបុរីណាក្រោយក្រុមគ្រួសារធ្វើការបង្ហោះព័ត៌មានថាគាត់បានបាត់ខ្លួននៅភ្នំពេញក៏មានការតាមស្វែងរករហូតដល់ឃើញគាត់ហើយប្រាប់អំពីមូលហេតុថាគាត់រត់គេចចេញពីផ្ទះដោយសារតែមានបញ្ហាគ្រួសារហើយដោយសារតែយើងប្រទេសខ្មែរយើងនេះគឺជាប្រទេសមួយដែលមានរឿងអាស្រូវតាក់ទងជាមួយនឹងឧក្រិដ្ឋកម្មអនឡាញណាវាធ្វើឲ្យមហាជនអន្តរជាតិនេះគេសម្លឹងមើលមកប្រទេសខ្មែរយើងហ្នឹងមួយណាក៏ថា
ឧក្រិដ្ឋកម្មអនឡាញចាប់ចម្រិតទៀតហើយអីទៀតហើយវាធ្វើឲ្យភ្ជាប់សាច់រឿងប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនថាតកតងជាមួយការចាប់ចម្រិតហ្នឹងគឺមានពិតប្រាកដមែននៅក្នុងប្រទេសខ្មែរយើងអញ្ចឹងបើសិនជាបងប្អូនដឹងអំពីបញ្ហាទាំងអស់ហ្នឹងយើងគួរតែទទួលស្គាល់ការពិតហើយជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាហ្នឹងដើម្បីឲ្យប្រទេសខ្មែរយើងមានឈ្មោះល្អឡើងវិញដូចជាឥឡូវនេះអញ្ចឹងតឡាការគួរដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុតព្រោះជនជាតិចិនហើយគេផ្សព្វផ្សាយព័ត៌មានតាក់ទងជាមួយនឹងការចាប់ចម្រិតនឹងនៅប្រទេសចិនដល់ពេលខ្មែរយើងអត់ព្រមចុះផ្សាយអត់ហ៊ានចុះផ្សាយអញ្ចឹងបងប្អូនឆ្ងល់ថាហេតុអីបានជាប្រទេសខ្មែរយើងឡើងមានភ្ញៀវទេសចរមកលេងមានឈ្មោះស្អុយរលួយនោះគឺមកពីការប្រព្រឹត្តរបស់មេដឹកនាំដោយដែល FBI គាត់បានលើកឡើងទៅកាន់លោកហ៊ុនម៉ាណែតថាលោកហ៊ុនម៉ាណែតបានបង្ក្រាបឧក្រិដ្ឋកម្មអនឡាញបានល្អបានដោះលែងជនរងគ្រោះហើយនៅតែបន្តបង្ក្រាបប៉ុន្តែ FBI ជំរុញឲ្យមានការចាប់ខ្លួនឬក៏បង្ក្រាបមេខ្លោងផងកុំចាប់ខ្លួនតែកូនចៅអីហ្នឹងទៅចឹងត្រង់ចំណុចហ្នឹងបើសិនជាបងប្អូនមិនជួយនិយាយបងប្អូនមិនជួយផ្សព្វផ្សាយប្រទេសយើងគឺនឹងនៅតែមានឈ្មោះស្អុយរលួយជារៀងដរាបអញ្ចឹងបញ្ហាសេដ្ឋកិច្ចនឹងធ្លាក់មកលើយើងដែលជាប្រជាពលរដ្ឋខ្មែរដូច្នេះក្នុងវីដេអូនេះគឺខ្ញុំសូមឲ្យបងប្អូនជួយ share ដើម្បីឲ្យថ្នាក់ដឹកនាំបានឃើញតឡាការផ្ដល់ព័ត៌មានជូនជនរងគ្រោះផងថាតើដំណើរការរឿងក្តីនេះដល់ណាហើយ